ដល់ខែកថានេះបងប្អូនអរគ្នាសម្រាប់ខ្ញុំគឺបាន2វត្តដែរបងប្អូនអរគ្នាចុះបងប្អូនអរគ្នាបានប្រមាណវត្តដែរហើយឃើញមាត់ជប់នេះគឺជាតិមែនតើបងប្អូនអរគ្នានិយាយថាសាច់គោយើងហូបក្តៅអញ្ចឹងមិនឆ្ងាញ់ខ្ចប់យកមកផ្ទះហត់ឆ្ងាញ់ទេបងប្អូនអរគ្នាហើយកថាដែលខ្ញុំមកនេះគឺនៅកថាវត្តពោស្រុកកំណើតរបស់ខ្ញុំបាទយើងចូលកថាយើងចូលបន់ចូលរួចរាល់ហើយអស់ហើយយើងក៏បានដាក់នំបញ្ចុកមួយចានគឺឆ្ងាញ់មែនតើហ្នឹងហើយមើលក្មួយរបស់ខ្ញុំគាត់ហូបគាត់គួយហូបដៃដីផងនំបញ្ចុកផងបាទហូបបាយនៅវត្តគឺឆ្ងាញ់បងប្អូនអរគ្នាហ្នឹងហើយខែកថាខែនេះគឺមាននំបញ្ចុកហូបមានផ្អែមមានអីមានស្លការីស្លខ្មែរស្លអីច្រើនណាហើយមកដល់នេះគឺក្មួយរបស់ខ្ញុំគឺគាត់បានជីជាមួយនឹងរថទេសភ្លើងនេះឲ្យមេដៃទៀតបងប្អូនអរគ្នាចេះមែនតើគឺឲ្យបើកធ្វើតកង់តែម្ដងក្មេងៗពេលច្រើនគឺគាត់ចូលចិត្តបងប្អូនអរគ្នាចូលចិត្តលេងកំសាន្តរបៀបអស់នឹងអញ្ចឹងណាតែខ្ញុំនៅទៅក៏ចូលចិត្តអញ្ចឹងដែរបងប្អូនអរគ្នាដូចខ្ញុំអត់តែគាត់ជីសុបាយមែនតើហើយក្នុងម្នាក់គឺ2000បងប្អូនអរគ្នាក្នុងម្នាក់គេយក2000ហើយជីដូចជាមកបត់អីឥឡូវដល់ពេលចេញទៅវិញហើយបងប្អូនអរគ្នាចេញទៅគឺស្ទះមែនតើគឺបងប្អូនអូនពូមីងគាត់មកកថាច្រើនបាទខែកថាកែនេះគឺស្ទះមែនតើបងប្អូនអរគ្នាគឺទៅមុខអត់ចង់រួចទេទៅវត្តមួយទៀតគឺមកដល់វត្តអង្គដែតបាទមកដល់វត្តអង្គដែតគឺទើបតែបានហូបអីទេនេះមកដល់វត្តអង្គដែតមានស៊ីគោអាំងកតំណងក៏ចាប់ផ្ដើមហូប5ចកាហើយស៊ីគោអាំងយើងហូបអាក្តៅអញ្ចឹងបានវាឆ្ងាញ់បងប្អូនអរគ្នាបើយើងហូបត្រជាក់គឺអត់ឆ្ងាញ់ទេខ្ញុំទិញភ្លាមហូបភ្លាមតែម្ដងហើយក៏ឆ្លៀតឲ្យប្អូនក្មួយថតឲ្យតិចទៅហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាសូមអរគុណច្រើនសម្រាប់វីដេអូនេះសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាអរគុណច្រើនដែលឆ្លៃជួយចិត្តអរគុណ